Tên áត្រូវឲ្យគេចូលហ៊ុនជាមួយយើងជំរាបសួរលោកគ្រូសូមលោកគ្រូជួយចែកម្លែកនៅប្រធានបទនេះផងលោកគ្រូបាទអរគុណច្រើនបងអូននៅសំណួរនេះបាទប្រធានបទយើងថាតើនៅពេលណាដែលត្រូវឲ្យគេនឹងចូលហ៊ុនជាមួយយើងជាម្ចាស់ជីវកម្មយើងអត់យល់ទេពេលក្រុមហ៊ុនយើងពិបាកចិត្តងាប់ហ្នឹងហើយគេចូលគេមិនចូលទៅវល់គេឲ្យខឹងគេទៀតហ្នឹងហើយនៅពេលដែលក្រុមហ៊ុននឹងមានប្រាក់ចំណេញមានន័យថាគាត់រកស៊ីរីចម្រើនទៅគេមកសុំចូលហ៊ុនគាត់ស្ដីឲ្យគេទៀតហីអាប៉ែនេះចេះម៉ែតែអញពិបាកប្របិនហៅវាចូលអត់ចូលទេដល់ឥឡូវហ្នឹងអញជោគជ័យហើយអត់ឲ្យចូលទៀតមកសុំចូលមួយអញមិនឲ្យអញចូលបាទសុខចិត្តតែខ្ចីលុយធនាគារបង់ការប្រាក់អស់ផ្ទះអស់សបែងអីទៀតហើយលុយខ្ចីមកមិនគ្រប់ទៅទៀតចុះបើគេមានដាក់ហ៊ុនចូលយើងតែ1000នាក់ម្នាក់ដាក់តែ$1000បាន1លានណាតែខ្ចីលុយធនាគារបានតែ100000ហ្នឹងចង់បានផងអានឹងហើយដែលយើងអត់យល់ថានៅពេលណាដែលត្រូវឲ្យគេចូលហ៊ុនជាមួយយើងបាទអញ្ចឹងអ្វីដែលត្រូវនៅពេលណាដែលយើងរកស៊ីក្នុងកលៈទេសៈពិបាកគ្មានធីមការងារច្បាស់លាស់គ្មានប្រាក់ចំណេញត្រឡប់ទៅឲ្យអ្នកវិនិយោគ ROI Return on Investment ត្រឡប់ឲ្យគេទេមិនបាច់ហៅគេចូលហ៊ុនទេពីព្រោះគេមិនចូលទេបើយើងវិញក្រុមហ៊ុនមួយចិត្តងាប់ហើយតែយើងចូលហ៊ុនមួយគេទេយើងក៏អត់ចូលដែរអានឹងវិភាគចិត្តគេអត់ឯងហ្នឹងហើយអញ្ចឹងបើក្រុមហ៊ុននឹងគ្មានធីមការងារច្បាស់ទេហើយផលិតប្រាក់ចំណេញមិនបានទេគេមិនចូលហ៊ុនមួយយើងទេអញ្ចឹង business ពិបាកជាងគេដូចខ្ញុំបាននិយាយវីដេអូមុនកត្តាដែលធ្វើឲ្យអាជីវកម្មជោគជ័យមាន3កត្តាទី1គឺដឹងរកស៊ីអីអានឹង 5% ទេទី2មានដើមទុនគ្រប់គ្រាន់ 25% ទី3មានធីមការងារខ្លាំងដែលផលិតប្រាក់ចំណេញបានអានឹង 70% អញ្ចឹងការរកស៊ីពិបាកជាងគេគឺបង្កើតក្រុមការងារដែលខ្លាំងអាចផលិតប្រាក់ចំណេញបានគឺអាចកំបាំងនៅកន្លែងហ្នឹងបាទអាចកំបាំងនៅកន្លែងហ្នឹងអញ្ចឹងនៅពេលណាដែលឲ្យគេចូលហ៊ុនហ្នឹងធ្វើម៉េចមានប្រាក់ចំណេញឲ្យគេគឺអត់ខ្វះអ្នកដាក់លុយចូលយើងទេអត់មានអ្នកដាក់លុយអត់ខ្វះអ្នកដាក់លុយចូលយើងទេអញ្ចឹងអាចកំបាំងនេះ business គឺបង្កើតធីមខ្លាំងឲ្យបានគឺអាឡៃនឹងជោគជ័យហើយអញ្ចឹងធ្វើម៉េចដើម្បីនៅក្នុងពេលណាដែលត្រូវឲ្យគេចូលហ៊ុននៅពេលដែលក្រុមហ៊ុនពិបាកមិនឲ្យគេចូលទេប៉ុន្តែនៅពេលដែលក្រុមហ៊ុនមានផលចំណេញគឺជាឱកាសដែលត្រូវឲ្យគេចូលហ៊ុនហេតុអីបានត្រូវឲ្យគេចូលហ៊ុនពីព្រោះក្រុមហ៊ុនយើងត្រូវការពង្រីកអាជីវកម្មជោគជ័យពិតប្រាកដគេត្រូវការពង្រីកហើយនឹងពង្រឹងនឹងវាមានធីមខ្លាំងត្រូវការឲ្យគេដាក់ហ៊ុនចូលយើងដើម្បីយើងពង្រីកសាខាពង្រីកផលិតផលពង្រីកសេវាកម្មទើបយើងមានប្រាក់ចំណេញច្រើនប៉ុន្តែអានឹងបន្ទុកបាន 50% ទេ 50% ទៀតនៅលើការពង្រឹងសមត្ថភាពបុគ្គលិកឲ្យល្អជាងដៃគូប្រកួតប្រជែងទៀតទើបចំណូលយើងកើនខ្ពស់ប្រាក់ចំណេញយើងកើនខ្ពស់បានអញ្ចឹងអាជីវកម្មជោគជ័យទៅបានតើតពង្រីកហើយនឹងពង្រឹងសេវាកម្មពង្រីកផលិតផលពង្រីកសាខានិងពង្រឹងសមត្ថភាពបុគ្គលិកនៅពេលណាដែលប្រាក់ចំណេញយើងបានកើនឡើងជាលំដាប់ពីមួយខែទៅមួយខែ Return on Investment យើងពីមួយឆ្នាំទៅមួយឆ្នាំកើនហើយអត់ខ្វះអ្នកដាក់លុយឲ្យយើងទេឲ្យតែយើងប្រកាសមានប្រាក់ចំណេញឲ្យគេអញ្ចឹងបើយើងមានធីមខ្លាំងមានលុយហើយចង់បង្កើតមុខរបរនេះពង្រីកអាជីវកម្មទៅរកសេវាកម្មអីទៀតដាក់សាខាកន្លែងណាផលិតផលអីថែមទៀតដឹងតែជោគជ័យហើយវាអត់ពិបាកទេព្រោះយើងមានធីមខ្លាំងហើយមានលុយហើយអញ្ចឹងកត្តាទាំងអស់នោះធ្វើឲ្យ business ជោគជ័យបានដោយសារយើងមានធីមខ្លាំងមានអ្នកដាក់ហ៊ុនចូលយើងហើយយើងបង្កើតមុខរបរអីក៏បានដែរនៅក្នុងរឿងហ្នឹងអញ្ចឹងក្នុងមេរៀនយើងសួរថាពេលណាដែលត្រូវឲ្យគេចូលហ៊ុនមួយយើងនៅពេលណាដែលក្រុមហ៊ុនយើងមានភាពរីកចម្រើនយើងត្រូវឲ្យគេចូលអ្នកខ្លះថាចូលឲ្យគេចូលធ្វើអីគេមិនចែកប្រាក់ចំណេញមួយយើងអត់ទេនៅពេលដែលឲ្យគេចូល business យើងកាន់តែទូលំទូលាយប្រាក់ចំណេញយើងកាន់តែច្រើនហើយអញ្ចឹងដាច់ខាតត្រូវតែឲ្យគេចូលនៅពេលដែលក្រុមហ៊ុនមានប្រាក់ចំណេញបើក្រុមហ៊ុនគ្មានប្រាក់ចំណេញមិនបាច់ឲ្យគេចូលទេគេក៏មិនចង់ចូលដែររឿងហ្នឹងបាទអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់ទាំងអស់គ្នាបាទអរគុណច្រើនលោកគ្រូដែលបានជួយបកស្រាយនៅប្រធានបទនេះសម្រាប់បងប្អូនម្ចាស់អាជីវកម្មចង់យល់ដឹងបន្ថែមអំពីការបំលែងខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារទៅស្តង់ដារវិមិចនិងអាចារ្យចាប់ពីម៉ោង10ដល់ម៉ោង12លោកគ្រូនឹង free orientation ខ្លីមួយរយៈពេល2ម៉ោង
វគ្គនេះរៀនផ្ទាល់ចូលរៀន free ប៉ុន្តែចំនួនមានកំណត់បងប្អូនចាប់អារម្មណ៍សូមទំនាក់ទំនងមកបាទសូមអរគុណ បាទអរគុណច្រើនបង